បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះក៏ដែរខ្ញុំសូមធ្វើការបង្ហាញជូនផ្កាមួយប្រភេទដែលមានឈ្មោះថាតបៃព្រៃបងប្អូនណាដោយសារមកកាប់ព្រៃក៏ឆ្លៀតថតបង្ហាញជូនបងប្អូនតែម្ដងទៅដោយសារឃើញវាស្អាតពេកណាអញ្ចឹងបងប្អូនឃើញហើយនៅតាមដងផ្លូវនៅតាមសាលារៀនទីធ្លាមួយចំនួនគឺគេតែងតែដាំផ្កានេះជាការគេថាលម្អដងផ្លូវបាទអញ្ចឹងបងប្អូនតែងតែឃើញនៅតាមវត្តអារាមសាលារៀនដងវិថីនានាទៅតាមបណ្ដាខេត្តមួយចំនួនគឺគេដាំវាបាទដោយសារអីដោយសារវាគឺជាប្រភេទផ្កាមួយប្រភេទដែលស្រដៀងជាមួយនឹងសាគូរ៉ារបស់ប្រទេសជប៉ុនចំណែកប្រទេសជប៉ុនក៏វាមានផ្កានឹងដែរប៉ុន្តែមិនមែនប្រភេទនឹងទេប្រភេទមួយទៀតប៉ុន្តែវាស្រដៀងគ្នាបងប្អូនដោយសារអីវាមានពណ៌ស្វាយមានពណ៌សមទៅរំលេចលាយគ្នាស្អាតមែនទែនបងប្អូនណាអញ្ចឹងជាទូទៅប្រភេទនៃផ្កានេះគឺវាដុះនៅតាមព្រៃបងប្អូនណាតាមព្រៃតែធិតពិតគឺបងប្អូនគាត់អត់ដឹងគាត់ឃើញនៅតាមទីធ្លាមួយចំនួនតាមពិតនោះគឺជាអ្វីដែលគេបានដកពីក្នុងព្រៃឬក៏គេគោះពីក្នុងព្រៃទៅដាំទៅតាមសួនច្បារលម្អទេបាទតែធិតពិតគឺវាដុះបងប្អូនឃើញទេទស្សនវិជ្ជានេះគឺវាដុះនៅតាមវាលស្រែឬក៏តាមទីព្រៃដែលឆ្ងាយអញ្ចឹងបងប្អូនណាបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាដែលវាដុះបងប្អូនឃើញទាំងអស់គ្នាហើយបាទសូមអរគុណច្រើន